សូមជម្រាបសួរនិងស្វាគមន៍ដល់ប្រិយមិត្តដែលនិយមតាមដានស្ដាប់ជាមួយនឹងច្បីរឿងរ៉ាវនៅថ្ងៃដដែលនឹងលើកយកនៅរឿងមួយដែលជាព័ត៌មាននៅក្នុងប្រទេសថៃដែលបណ្ដាលឲ្យបុរសម្នាក់បានស្លាប់បន្ទាប់ពីបានទៅសង្គ្រោះនៅមន្ទីរពេទ្យហើយមន្ទីរពេទ្យបានផ្ដល់ឈាមខុសក្រុមដល់គាត់ហេតុការណ៍នៅដែរគឺបានកើតឡើងកាលពីថ្ងៃទី29ខែមេសាឆ្នាំ2025កន្លងទៅដោយនៅក្នុងហេតុនោះដែរគឺមានបុរសម្នាក់ទទួលរងរបួសដោយសារតែបំណែកនៃបេតុងបានធ្លាក់ពីលើស្ពាន5សងដែលជាស្ពាន5ទី2បានធ្លាក់មកសង្កត់បណ្ដាលឲ្យរងរបួសធ្ងន់នៅខណៈពេលដែលគាត់កំពុងតែបើកបរយន្តជូនកូនរបស់គាត់ទៅស្រុកកំណើតនៅខេត្តនគរសវណ្ណផងដែរបរិះរងគ្រោះនៅក្នុងហេតុការណ៍នេះដែរគឺមានឈ្មោះថាអំណាចថងខំក្រោយពីលោកអំណាចទទួលរងគ្រោះថ្នាក់ហើយមានរបួសធ្ងន់ធ្ងរសាច់ញាតិក៏បានបញ្ជូនលោកអំណាចទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីសង្គ្រោះជាបឋមហើយក្រោយពីមន្ទីរពេទ្យដែលបានទទួលធ្វើការសង្គ្រោះបឋមពួកគេក៏នឹងបញ្ជូនបន្តទៀតទៅកាន់មន្ទីរពេទ្យទី2ដើម្បីធ្វើការព្យាបាលបន្តដោយសារតែលោកអំណាចគឺត្រូវទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរហើយទាមទារឲ្យមានការវះកាត់ផងដែរសាច់ញាតិរបស់លោកអំណាចគឺពិតជាមិនអស់ចិត្តនៅឡើយទាក់ទងជាមួយនឹងមូលហេតុដែលនាំឲ្យលោកអំណាចស្លាប់បាត់បង់ជីវិតរហូតដល់ពួកគេបានទទួលបានដំណឹងមកថាមន្ទីរពេទ្យដែលសង្គ្រោះដំបូងដែលសាច់ញាតិបានយកលោកអំណាចទៅសង្គ្រោះនោះគឺបានផ្ដល់ឈាមខុសក្រុមដោយលោកអំណាចគឺមានឈាមក្រុម B ប៉ុន្តែមន្ទីរពេទ្យបានធ្វើការផ្ដល់ឈាមក្រុម A ដល់គាត់រហូតដល់ទៅ12កំប្លោកផងដែរមូលហេតុដែលសាច់ញាតិបានដឹងរឿងនោះគឺមកពីប្អូនប្រុសរបស់អ្នករងគ្រោះបានដឹងនៅពេលដែលបញ្ជូនបងរបស់ខ្លួនទៅសង្គ្រោះនៅមន្ទីរពេទ្យទី2គឺមន្ទីរពេទ្យសមុទ្រសាខនហើយលោកគ្រូពេទ្យក៏បានប្រាប់ពីរឿងផ្ដល់ឈាមខុសក្រុមនេះផងដែរហើយខណៈពេលនោះដែរដើម្បីជួយសង្គ្រោះដល់អ្នករងគ្រោះលោកគ្រូពេទ្យក៏បានធ្វើការប្រញាប់ប្រញាល់លាងឈាមខុសក្រុមចេញដោយធ្វើការផ្ដល់ឈាមប្រភេទ O តាមជំនាញរបស់ពេទ្យជាបន្តហើយក្នុងនោះដែរសារព័ត៌មានក៏បានជម្រាបផងដែរថាលោកគ្រូពេទ្យបានលើកឡើងផងដែរថាករណីមានបញ្ហាគ្រោះថ្នាក់ហើយនឹងមានការសង្គ្រោះជាបន្ទាន់គ្រូពេទ្យត្រូវធ្វើការផ្ដល់ឈាមក្រុម O ដល់អ្នករងគ្រោះព្រោះថាឈាមក្រុម O គឺជាប្រភេទក្រុមឈាមមួយដែលអាចចូលគ្នាបានជាមួយនឹងឈាមក្រុមផ្សេងប៉ុន្តែបើនៅក្នុងមន្ទីរពេទ្យមិនមានឈាមក្រុម O នោះទេគឺមន្ទីរពេទ្យត្រូវធ្វើតេស្តរកក្រុមឈាមរបស់អ្នករងគ្រោះឲ្យបានត្រឹមត្រូវដើម្បីធ្វើការផ្ដល់ឈាមឲ្យបានត្រូវតាមក្រុមដែលអាចចូលគ្នាបានគួរបញ្ជាក់ផងដែរថាសាច់ញាតិពិតជាមានការទើសចិត្តជាខ្លាំងដោយហេតុថាការដឹងអំពីហេតុផលនៃការស្លាប់ដោយសារតែការផ្ដល់ឈាមខុសក្រុមនេះពីសំណាក់មន្ទីរពេទ្យទី2ខណៈពេលដែលមន្ទីរពេទ្យដែលសង្គ្រោះដំបូងគឺមិនជម្រាបដំណឹងនេះឲ្យសាច់ញាតិបានដឹងសោះឡើយលោកគ្រូពេទ្យជំនាញក៏បានចេញមកបកស្រាយផងដែរថាការដែលផ្ដល់ឈាមខុសក្រុមនេះគឺមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារតែវាអាចបណ្ដាលឲ្យអ្នកជំងឺបែកគ្រាប់ឈាមហើយធ្វើឲ្យអ្នកជំងឺគឺចាប់ផ្ដើមមានអាការៈត្រជាក់ខ្លួនរងាគ្រុនក្តៅហើយបេះដូងចាប់ផ្ដើមលោតញាប់ទៅសម្ពាធឈាមថយចុះជាលំដាប់ហើយចាប់ផ្ដើមឈឺនៅលើដើមទ្រូងអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនហើយនាំឲ្យអ្នកជំងឺគឺប្រកាច់ហើយនឹងគ្រោះថ្នាក់បំផុតនោះគឺអាចឈានដល់ស្លាប់ទៀតផងប្រិយមិត្តជាទីមេត្រីសាកសពរបស់ជនរងគ្រោះក្រោយពីបានឆ្លងកាត់ការធ្វើកសលវិច័យពីក្រុមមានសមត្ថកិច្ចរួចហើយក៏បានបញ្ជូនទៅដល់ក្រុមគ្រួសារវិញដើម្បីយកទៅបូជាតាមប្រពៃណីហើយនៅក្នុងហេតុការណ៍នេះដែរអ្នកដែលពាក់ព័ន្ធនៅក្នុងរឿងនេះគឺត្រូវគិតគូរផ្ដល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះឲ្យបានសមរម្យជាពិសេសគឺក្រសួងដែលពាក់ព័ន្ធផងដែរដោយដែលប្រិយមិត្តបានជ្រាបស្រាប់ថាទោះបីជាមានការសងអ្វីក៏ដោយក៏វាពុំអាចមានតម្លៃស្មើនឹងជីវិតមនុស្សនោះឡើយហេតុការណ៍នៅស្ពានបារាមសងនេះគឺមានហេតុការណ៍គ្រោះថ្នាក់ជាច្រើនដែលពង្រត់យកជីវិតមនុស្សអស់ជាច្រើនអ្នកកន្លងមកផងដែរដោយកាលដែលវីដេអូមុនច្បីរឿងរ៉ាវបានលើកឡើងទាក់ទងជាមួយនឹងព័ត៌មានដែលធ្នឹមស្ពាន5សងបានបាក់រលំដែលនាំឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើនអ្នកផងដែរយោងទៅតាមព័ត៌មានមួយនេះច្បីរឿងរ៉ាវសូមដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឬក៏បងប្អូនដែលមកធ្វើការនៅក្នុងប្រទេសថៃជាពិសេសគឺដែលត្រូវធ្វើដំណើរឆ្លងកាត់ឬធ្វើដំណើរកម្សាន្តឆ្លងកាត់ទីតាំងនេះសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រោះថ្នាក់គឺអាចកើតមានឡើងគ្រប់ពេលវេលាដែលយើងពុំអាចដឹងមុនហើយដូចនេះការដែលប្រុងប្រយ័ត្នខ្លួនការពារខ្លួនឲ្យបានខ្ពស់គឺជារឿងដែលយើងចាំបាច់ត្រូវទៅធ្វើជារឿងរ៉ាវសូមអរគុណដល់ប្រិយមិត្តដែលបានតាមដានទស្សនាដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា
spotlight shining lights the